នឹងឯខ្លះខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចអត់ទាន់បានឆ្លើយពេលធ្វើអីមួយបានច្រើនសោះបើទោះបីជាពេលខ្លះខ្លួនឯងទៅមុខលេងរួចក៏ដោយពេលខ្លះទៀតក៏មានអារម្មណ៍ថាអ្នកផ្សេងគេបានចំណាយពេលវេលារបស់គេបានធ្វើរឿងជាច្រើនហើយថែមទាំងមានប្រយោជន៍ទៀតក៏ប៉ុន្តែតាមពិតទៅបើទោះបីជាយើងបានចំណាយពេលធ្វើរឿងបានជាច្រើនក៏ដោយក៏ប៉ុន្តែនៅពេលខ្លះក៏យើងនៅតែមានអារម្មណ៍ថាវាដូចជាអត់តន់គ្រប់គ្រាន់តើអសោះពីព្រោះតែពេលខ្លះមនុស្សយើងចេះតែចង់បានថែមទៀតរហូតយើងចង់បានសម្រេចអីមួយបានភ្លាមយើងអត់ចេះអត់ធ្មត់យើងអត់ចេះស្កប់ស្កល់ក៏ប៉ុន្តែមានពាក្យមួយឃ្លាគេបាននិយាយថាគ្រប់រឿងទាំងអស់គឺសិតតែការពេលវេលាអញ្ចឹងហេតុអីបានជាយើងត្រូវបង្ខំខ្លួនឯងម៉េចប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃធ្វើអីប្រហែលខែចុងក្រោយហ្នឹងពេលដែលខ្ញុំបានរៀនច្រើនគឺអំពីការ slow things down ធ្វើអ្វីមួយចេះដកឃ្លាឲ្យខ្លួនឯងចេះឲ្យខ្លួនឯងសម្រាក enjoy the moment រីករាយជាមួយនឹងអ្វីតូចៗនៅជុំវិញខ្លួនយើងនឹងមិនបខំមិនដាក់សម្ពាធខ្លួនឯងខ្លាំងពេកប៉ុន្តែបង្កើតភាពអត់ធ្មត់ឲ្យខ្លួនឯងបន្ថែមអ្នកទាំងអស់គ្នាការដកឃ្លាមិនមែនជាការចោះចាញ់ទេប៉ុន្តែវាគឺជាអ្វីមួយដែលធ្វើឲ្យយើងអាចរកសេចក្តីសុខផ្លូវចិត្តឲ្យខ្លួនឯងបាន